Ok,សំណួរទី3ហ្នឹងតើពិតខ្ញុំថតម្ដងចប់ពីសំណួរទី1តើពិតគឺនៅក្នុងឋានទី1មិនដែរដោយសារតែplay record បើក scope ទៅ play record មកវិញចឹងវាដាច់ background ចឹងឥឡូវថតម្ដងទៀតយើងនិយាយទៅតមួយនឹងហាត់លេខ2 2.3ដែលជាទម្រង់នៃសមីការ non homozyne ដែរចឹងសមីការ non homozyne នៅត្រង់កន្លែងនេះគឺមានទម្រង់ប៉ុណ្ណឹងហើយយើងដឹងហើយថាយើងត្រូវដោះស្រាយសមីការលេខទី2 non homozyne នេះគឺដោយចម្លើយ2ចម្លើយ homozyne និងចម្លើយពិសេស particular solution អញ្ចឹងដំបូងយើងយកចម្លើយត្រូវរកចម្លើយ homozyne ដោយយើងដាក់សមីការរបស់យើងនៅត្រង់កន្លែងខាងលើនេះសមីការដើមរបស់យើងគឺស្មើ0ហើយរកសមីការសម្គាល់ដោះស្រាយរកឫសរបស់វាអញ្ចឹងយើងរកឫសទៅបំលែងឃើញឫសរបស់វាគឺស្មើបូកដក1អញ្ចឹងចម្លើយរបស់យើងគឺមាន2 a ស្វ័យគុណទេបូក b ស្វ័យគុណដកទេហ្នឹងហើយអញ្ចឹងឫសរបស់យើងគឺប៉ុណ្ណឹងឥឡូវពិនិត្យមើលចម្លើយពិសេសយើងហៅថា particular solution ឬក៏ EKT យើងឃើញថានៅត្រង់ទម្រង់នេះយើងមាន2នៅលើ1បូក ស្វ័យគុណទេទម្រង់នេះអត់មានជាពហុធាតុនៅជាលក្ខណៈអភិជាហើយយើងស្វ័យគុណទេនៅខាងក្រោមទៀតពហុទៀតបាទអញ្ចឹងយើងគេនិយាយតាមទម្រង់នៅក្នុងសំណួរលេខ 2.2 អត់បានទេហើយយើងទាយយកតាមវិធីសាស្ត្រ undetermined coefficient អត់កើតទេដូច្នេះយើងគួរតែប្រើវិធីសាស្ត្រ variation of parameter វិញអញ្ចឹងដើម្បីគេនិយាយតាម variation of parameter យើងតាំងចម្លើយ y ដោយអនុគមថ្មីមួយទៀតយក y1 y1 បូក y2 y2 ចុះ y1 y2 នឹងបានមកពីណាគឺជាចម្លើយដែលយើងបានមកពីចម្លើយ homozyne ដែលយើងតាំងនៅត្រង់កន្លែងនេះអញ្ចឹង a ទេហើយនឹង a ស្វ័យគុណដកទេអញ្ចឹង y1 របស់យើងគឺយើងយក ស្វ័យគុណទេហើយ y2 ស្មើ ស្វ័យគុណដកទេយើងអត់យកចំនួន k a b នឹងយកមកប្រើទេអូខេអញ្ចឹងដើម្បីយើងគណនា variation of parameter យើងទទួលបានចម្លើយទូទៅបើសិនជាមានចម្លើយរបស់យើងលើ grade ទី2យើងត្រូវបូក2សមីការបូកជួបគ្នាអញ្ចឹង y1 y2 ហើយជាមួយនឹងអនុគមថ្មីគឺ y ហើយ y របស់យើងអញ្ចឹងអាចតាំង y1 y2 អញ្ចឹងទៅបាទអញ្ចឹងលើ grade ទី2យើងត្រូវដោះស្រាយប្រព័ន្ធសមីការមួយដែលយើងសរសេរទៅជាទម្រង់មួយនេះអញ្ចឹងមាន y1 y1 ហើយបូកជាមួយនឹង y2 y2 ស្មើ0ហើយនឹង derivative ទី1នៃ y1 ហើយនឹង derivative ទី2នៃ y2 ស្មើជាមួយនឹងចម្លើយដែលនៅខាងក្រោយនេះដែលយើងតាំងជាទូទៅ f នៃ t ឬក៏ b នៃ t អញ្ចឹងយើងជួសy1 y2 ចូលទៅក្នុងប្រព័ន្ធសមីការនោះដើម្បីយើងងាយស្រួលក្នុងការដោះស្រាយរូបចម្លើយអញ្ចឹងនៅត្រង់កន្លែងនេះ y1' ហើយនឹង y2' គឺជាអញ្ញត្តិប៉ារ៉ាម៉ែត្ររបស់យើងដែលយើងត្រូវរកថាតើវាស្មើប៉ុន្មានអញ្ចឹងពេលជួសចូលហើយយើងទទួលបានប៉ុណ្ណេះយើងអាចបដូរវាទៅជាទម្រង់ម៉ាទ្រីសដើម្បីយើងអាចងាយស្រួលក្នុងការគណនាអញ្ចឹងទម្រង់ម៉ាទ្រីសរបស់យើងគឺប៉ុណ្នេះយើងអាចស្រង់ទៅមេគុណហើយ y1 y2' របស់យើងគឺជាប៉ារ៉ាម៉ែត្រឬក៏អាថេដែលយើងត្រូវរកអញ្ចឹងស្មើជាមួយ0 2នៅលើ1បូក t ការ៉េ1នៅលើ1បូកជាមួយនឹង ស្វ័យគុណ t អញ្ចឹងយើងដោះស្រាយប្រព័ន្ធសមីការយើងអាចដោះស្រាយតាមប្រព័ន្ធសមីការមានច្រើនទម្រង់ហើយនៅក្នុងមេរៀនគេឲ្យយើងប្រើវាតាមវង skin អ្នកនរគ្នាអាចស្គាល់វង skin នៅក្នុងនោះយើងអាចមើលតាមរូបមួយយើងអាចប្រើបានដូចគ្នាដូចជាយើងសរសេរវាចម្លើយ y1' បាទ y1' គឺស្មើជាមួយនឹង y2 z នៅលើវង skin របស់យើងបាទហ្នឹងហើយគឺអានេះដូចជាអានេះមិន z បាទអញ្ចឹងគឺជា s នៃ t នៅលើវង skin របស់យើងអញ្ចឹងវង skin នេះគឺជា determinant នៃមេគុណពីមុខសមីការរបស់យើងនៅត្រង់កន្លែងនេះគឺ matrix ដូចថាយើងតាំងនេះជា matrix A អញ្ចឹងគឺជា determinant នៃ matrix A ហ្នឹងហើយហ្នឹងយើងអាចរក y1 y2 បន្តតអញ្ចឹង y2 គុណជាមួយ ft ចែកជាមួយនឹងទៅឬក៏y2' អាចស្មើជាមួយនឹង y1 s នៃ t ចែកជាមួយវង skin ដែរអញ្ចឹងអានឹងដូចគ្នាអ្នកនរគ្នាអាចចាំហ្នឹងក៏បានដែរយើងប្រើតាមទម្រង់ variation of parameter ហ្នឹងតែម្ដងប៉ុន្តែខ្ញុំគេនេះបាទថ្ងៃវីដេអូខ្ញុំកាត់ចេញពីហ្នឹងតែបើសិនជាយើងអាចគេនេះយើងប្រើតាម grammar rule ក៏បានដែរអញ្ចឹង grammar rule នៅត្រង់កន្លែងនេះយើងគេនា determinant នៃ matrix A ដំបូងនេះអញ្ចឹងអានឹងវាដូចជាវង skin ដែរវង skin អញ្ចឹងយើងគណនា determinant ទៅយើងឃើញថាវាស្មើជាមួយ12ហើយបើសិនជាយើងរក determinant នៃឬក៏ data នៃ y1' អញ្ចឹងមានថាយើងបិទជួសឈរត្រូវជាមួយនឹង y1' នេះបិទជួសឈរជួសដោយ vector មួយនេះជំនួយអូខេយើងជួសដោយ vector មួយហ្នឹងយើងនឹងទទួលបានយើងគណនា determinant ទៅយើងទទួលបានទម្រង់មួយនេះ
ហើយអុយពីព្រីមដូចគ្នាដែរយើងបិទជួចូលទី2យើងជំនួសវិញដោយ filter មួយនេះអញ្ចឹងយើងទទួលយើងគេនេះ data នោះយើងទទួលបានចម្លើយអូខេអញ្ចឹងសម្រាប់រយចម្លើយរបស់អុយមួយព្រីមគឺយើងយក data អុយមួយព្រីមចែកជាមួយ data យើងសល់សេគុណដកទេ1បូកជាមួយសេគុណទេអញ្ចឹងនៅត្រង់កន្លែងនេះអុយមួយព្រីមហ្នឹងគឺស្មើជាមួយនឹង derivative អុយមួយធៀបជាមួយនឹង data យើងត្រូវការរកអុយមួយមិនមែនរកអុយមួយព្រីមទេអញ្ចឹងយើងត្រូវរកដើម្បីរកអុយមួយយើងត្រូវបំពាក់អាំងទីរ៉ាសងខាងអញ្ចឹងអានេះយើងបំបែកទៅយើងគុណ data ទៅខាងឆ្វេងស្ដាំដៃយើងទទួលបាន d អុយd អុយមួយស្មើជាមួយនឹងប៉ុណ្ណេះគុណជាមួយ data ទាំងអស់នេះយើងហៅថាវិធីសាស្ត្រនិយាយអត់ទេអញ្ចឹង t តាម t អុយតាមអុយអញ្ចឹងយើងបំពាក់អាំងទីរ៉ាដើម្បីទៅរកអានពុំដើមរបស់យើងអញ្ចឹងឃើញថាអានទីក្រារបស់យើងត្រង់កន្លែងនេះរៀងពិបាកតិចអញ្ចឹងស្វ័យគុណដកទេនេះនៅភាគយកយើងរុញចុះក្រោមវាទៅជាគុណខាងក្រោមនេះវិញស្វ័យគុណទេបូកជាមួយស្វ័យគុណ2ទេអញ្ចឹងយើងតាំងការណាមួយស្មើជាមួយស្វ័យគុណទេអញ្ចឹង dk យើង derivative សងខាងដើម្បីយើងរកឆេមួយអញ្ចឹង dk ស្មើជាមួយស្វ័យគុណទេ dt អញ្ចឹងយើងទាញរក data dt ដោយសារតែនៅត្រង់កន្លែងនេះមានចប់តែ dt អញ្ចឹង dt របស់យើងគឺស្មើdk នៅលើស្វ័យគុណទេអញ្ចឹងស្វ័យគុណទេរបស់យើងគឺស្មើកាយអញ្ចឹងយើងជួសអានឹងចូលទៅនៅក្នុងនេះយើងទទួលបាន dk នៅលើកាអញ្ចឹងអុយមួយនៅត្រង់កន្លែងនេះពេលយើង integral ហើយយើងទទួលបានអុយមួយអញ្ចឹងនៅត្រង់កន្លែងនេះយើងផ្លាស់ប្ដូរ dt ទៅជា dk លើកាគុណចូលហើយខាងក្រោមនេះស្វ័យគុណទេគឺស្មើជាមួយនឹងកាហើយនឹងស្វ័យគុណ 2t នេះយើងអាចស្មើជាមួយនឹងកាទេដោយសារស្វ័យគុណ 2t នេះយើងអាចសរសេរស្វ័យគុណទេអូការ៉េទៀតអញ្ចឹងស្មើជាមួយនឹងការការ៉េនៅត្រង់កន្លែងហ្នឹងយើងអាចទាញការចេញក្រៅនេះទាញការចេញក្រៅយើងទទួលបានការការ៉េមួយបូកជាមួយនឹងការអញ្ចឹងយើងត្រូវប្រើ partial fraction decomposition តិចដើម្បីយើងបំបែកភាគបែកហ្នឹងអញ្ចឹងពេលយើងបំបែកយើងអាចមាន a បូក b ភាគបែករបស់យើងគឺមានការការ៉េមួយបូកការអញ្ចឹងយើងផ្ទឹមភាគយកជាមួយភាគយកមកយើងគុណស៊ីសងទៅដើម្បីឲ្យភាគបែកស្មើគ្នាយើងទទួលបានទម្រង់មួយនេះអញ្ចឹងដើម្បីងាយស្រួលក្នុងការគណនាបន្តយើងឲ្យតម្លៃការដើម្បីងាយស្រួលក្នុងការគណនាបើសិនជាអ្នកនរគ្នាចង់ផ្ទឹមតែម្ដងក៏បានដែរយើងអាចជួសតម្លៃការរបស់យើង1 2 3 4 5ហើយយើងដោះស្រាយសមីការទៅក៏បានតែនេះខ្ញុំរកធ្វើម៉េចដើម្បីងាយស្រួលអញ្ចឹងយើងជួសតម្លៃការណាមួយដែលធ្វើឲ្យមកទូណាស្មើ0អញ្ចឹងឧទាហរណ៍ដូចការស្មើ0យើងជួសទៅទូនេះចឹង a ការគុណជាមួយ a គុណជាមួយការត្រង់កន្លែងនេះមកទូនេះគឺស្មើ0តែម្ដងហើយនេះជួសចូលទៅយើងទទួលបាន b អានេះជួសចូលយើងទទួលបាន0ណាអញ្ចឹងនៅសល់ហ្នឹងយើងទទួលបាន b របស់យើងស្មើ1ដល់ពេលការដក1គឺយើងជួសចូលក្នុងទូណាដែលយើងអាចគិតថាវាស្មើ0ទៀតអញ្ចឹងដូចទូនេះហើយនឹងទូនេះអញ្ចឹងយើងជួសដក1ចូលយើងទទួលបាន a របស់យើងត្រង់កន្លែងហ្នឹងគឺគុណ1 0អានេះ b ក៏គុណ1 0អញ្ចឹងជួសដក1ចូលជាមួយការការ៉េយើងទទួលបាន1អញ្ចឹងយើងទីបាន c របស់យើងគឺស្មើ1ហើយបន្តមកទៀតយើងនៅសល់អញ្ញតា a មួយឯដែលយើងអត់ស្គាល់ដូច្នេះយើងអាចជួសតម្លៃលេខមួយណាក៏បានដែរដើម្បីឲ្យងាយស្រួលក្នុងការគណនាអញ្ចឹងយើងអាចជួសលេខ1អញ្ចឹងការស្មើ1យើងជួសទៅយើងបាន 2a បូកជាមួយនឹង 2b បូក c អញ្ចឹង b c យើងស្គាល់យើងអាចរក a បានអញ្ចឹង a របស់យើងស្មើដក1យើងជួសចូលក្នុងសមីការមួយនេះដែលយើងមានស្រាប់យើងបំបែកមកទៅពីខាងលើអញ្ចឹងយើងទទួលបាន1នៅលើការដក1នៅលើការបូក1នៅលើការក្រេតបូកជាមួយនឹង1នៅលើ1បូកការអញ្ចឹងយើងជួសចូលទៅក្នុងអានទីក្រាមរបស់យើងអានទីក្រាមមកអញ្ចឹង1នៅលើការចេញមកលិនហើយ1នៅលើការក្រេយើងរុញការណាអានទីក្រាមការក្រេ data បាទកាន់តែលឿនកាន់តែខុសច្រើនណាអញ្ចឹងមួយចឹងនេះយើងអាចថាការដក2ទៅបាទ dk អញ្ចឹងយើងទទួលបានហើយបាទអញ្ចឹងការដក2បូក1ណាដក2បូក1ខាងក្រោមគឺដក2បូក1ដែរអញ្ចឹងទៅសល់ដកហើយបាទអញ្ចឹងដក1នៅលើការអូខេយើងទទួលបានមួយប៉ុណ្ណឹងហើយ1បូកជាមួយនឹង1នៅលើ1បូកការគឺចេញមកបានលិន1បូកការបន្តទៅទៀតយើងអាចជួសចូលទៅក្នុងអុយមួយរបស់យើងអញ្ចឹងអុយមួយរបស់យើងគឺស្មើប៉ុណ្ណឹងតែការរបស់យើងគឺស្មើស្វ័យគុណទេដូច្នេះយើងអាចជួសស្វ័យគុណទេចូលអញ្ចឹងលិននៃស្វ័យគុណទេចេញមកយើងសល់ទេហើយមួយនៅលើស្វ័យគុណទេយើងអាចរុញឡើងលើទៅជាដក1ស្វ័យគុណដកទេហើយលិនរបស់យើងនេះតតំណាយើងជួសការចូលទៅអញ្ចឹងចម្លើយរបស់យើងគឺប៉ុណ្ណឹងសម្រាប់អុយមួយដល់ពេលអុយ2យើងអាចទាញយកតែម្ដងអញ្ចឹងអុយ2ព្រីមរបស់យើងនេះគឺ data អុយ2ព្រីមចែកជាមួយនឹង data អញ្ចឹងសល់ដកស្វ័យគុណទេមក1ចែកជាមួយ1បូក1ស្វ័យគុណទេដូច្នេះយើងអាចរកអានទីក្រារបស់វាអញ្ចឹងអុយ2យើងទាញពេលអានទីក្រាសងខាងនេះសល់សញ្ញាដកអញ្ចឹងយើងតាំងការណាមួយស្មើ1បូក1ស្វ័យគុណទេអញ្ចឹងយើងអាចទាញទៅទាញខាងក្រោមយើងតាំងខាងក្រោមនេះ
ចឹង dk របស់យើងគឺស្មើ e ស្វ័យគុណទេបូក dt ដូច្នេះយើងអាចបំបត្តិទៅឃើញថាវាស្មើជាមួយនឹងដកលិនការចឹងដកលិនការរបស់យើងស្មើ1បូក e ស្វ័យគុណទេយើងទទួលបានលិន1បូក e ស្វ័យគុណទេហើយយើងអាចជួសជុលទៅក្នុងចម្លើយនៃពិសេសរបស់យើងគឺ y ពេកគឺទទួលបានទម្រង់មួយទាំងអស់ហើយយើងអាចទៅសេចម្លើយទូទៅរបស់ y ចម្លើយទូទៅរបស់សមីការរបស់យើងគឺ general solution ជាង y ដែលមាន y ខាងបូក y ពេកខ្ញុំបញ្ជាក់តិចយើងសរសេរចម្លើយចូលបាទមិនសេដូចខ្ញុំចេះទេខ្ញុំដោយសារកន្លែងនេះខ្ញុំអត់មានកន្លែងសរសេរអញ្ចឹងអ្នកនរសរសេរចម្លើយ y ខាងរបស់យើងស្មើម៉ាត់ y ពេកស្មើម៉ាត់បូកបញ្ចូលគ្នារបស់ម៉ាត់បាទហ្នឹងហើយអញ្ចឹងវីដេអូរបស់យើងនឹងបន្តគណនាផ្នែកទី2តែម្ដងដែលមានសំណួរបន្តតអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមយកសំណួរមកធ្វើតែម្ដងបាទឧទាហរណ៍នៅក្នុងនេះគេឲ្យយើងបាទគេមានជំហាននីមួយៗអញ្ចឹងដោះស្រាយតាមជំហាននីមួយៗនៅក្នុងនឹងអញ្ចឹងកុំទី1បាទទី1កុំធ្វើរំលងបើសិនធ្វើរំលងយើងអត់មានព័ត៌មានសំណួរទី1ទី2ទី3យកមកដោះស្រាយហ្នឹងហើយចឹងពេលខ្លះឃើញធ្លាប់មានដែរបាទ icon value មិនដឹងនរណាទេប៉ុន្តែចេះដាក់យកមានដែរអូខេចឹងផ្នែកទី2នៃវីដេអូរបស់យើងគឺយើងដោះស្រាយលំហាត់លេខ3នេះចឹងលំហាត់លេខ3នេះទី1យើងឧបមាថាមានម៉ាទ្រី A ទំហំ2ខ្វែង2ជាម៉ាទ្រីការ៉េមាន x មាន x y បាទអានេះជាប៉ុនស្មីការហើយ bt របស់យើងគឺស្មើប៉ុណ្ណឹងអញ្ចឹងទីសំណួរទី1គេឲ្យយើងរក icon value និង icon space របស់ A អូខេអញ្ចឹង 3.1 បាទយើងអាចរកបាននឹងងាយទេបាទអញ្ចឹងរក icon value ហើយនិង icon vector អញ្ចឹងយើងត្រូវស្គាល់ថាតើអ្វីទៅជា icon value អញ្ចឹងការដោះស្រាយយើងខ្ញុំនឹងអត់ចូលទៅទ្រឹស្ដីទេបាទហើយយើងយកអនុវត្តតែម្ដងអញ្ចឹងដើម្បីយើងដោះស្រាយរក icon value បានគឺយើងគណនារកសមីការសម្គាល់តែសមីការសម្គាល់យើងអាចស្មើជាមួយនឹង dt ម្ដងនៃ matrix A ដកជាមួយនឹង lambda e អញ្ចឹងយើងដាក់ dt ម្ដងនៃ matrix A ដកជាមួយនឹងlambda e ស្មើ0តែម្ដងអញ្ចឹង lambda នេះគឺជាមេគុណណាមួយយើងហៅ icon value ហើយ e របស់យើងគឺជា matrix ឯកតាអញ្ចឹង data ម្ដងនៃ a ដកនៅអង្កត់ទ្រូងរបស់យើងដោយសារវាគុណជាមួយ matrix ឯកតាអញ្ចឹង1ដកជាមួយ lambda 1ដក lambda ហើយដក2ហើយនឹង1 3ដក lambda អញ្ចឹងស្មើ0បាទអញ្ចឹងងាយស្រួលក្នុងការគណនាទេដោយសារនេះជា data ម្ដងអញ្ចឹងយើងទទួលបាន1ដក lambda កតាឲ្យ3ដក lambda អានេះយើងគុណខ្វែងទៅជាបូក2ស្មើ0អូខេយើងអាចដោះស្រាយបន្តទៀតនឹងដោយសារអានេះ space យើងខ្ញុំសរសេររៀងទូចដែរយើងគុណពលាទៅបាទយើងគុំនេះអីបាទយើងគុណពលាទៅហ្នឹងហើយអញ្ចឹង lambda ការ៉េដក4 lambda បូកសំណួរ3បូក2អញ្ចឹងបូក5មក0អញ្ចឹងយើងអាចរកឬវាបានអញ្ចឹងយើងអាចគេមានតាម data ទៅបាទងាយបាទកុំឲ្យឡំទៅណាឬក៏យើងអាចបំបែកជាផុសគុណកតាក៏បានដែរបាទអញ្ចឹង lambda ដកប្រមាណដែលស្មើគុណជាមួយ lambda ដកឬក៏បូកប្រមាណដើម្បីយើងអាចទទួលបាននឹងអញ្ចឹងអានេះវាអាចជាដក5 lambda ដក5ទៅជារួចទេអានេះ5ចឹងនេះតែបូក1ចឹងនេះសញ្ញាបូកដកហ្នឹងអញ្ចឹងអត់រួចទេអញ្ចឹងlambda 1 5តែសញ្ញាដកអញ្ចឹងបូកចូលគ្នាមិនកើតអញ្ចឹងមានន័យថានេះដក1ក៏អត់កើតនេះដក5ក៏អត់កើតដែរបូក1ដក5ឬក៏ដក5បូក1ក៏អត់ចេញដែរគឺសញ្ញាដកតែបូកអត់ដកអត់អញ្ចឹងអូខេបាទខ្ញុំគណនាគិតអត់ចេញដែរអញ្ចឹងយើង data ទៅបាទហ្នឹងហើយដើម្បីកុំឲ្យពិបាកអញ្ចឹងស្មើជាមួយនឹង16ដកជាមួយនឹង4ក្រេ1ហើយនឹង5បាទអូអានេះចេញឬ complete អញ្ចឹងថាបានយើងបំបីផលកុំព្យូទ័រចេញអូខេអញ្ចឹងនៅសល់ដក20ដកទឹកទៅមកដក4អញ្ចឹងស្មើជាមួយនឹង 2e អូក្រេអញ្ចឹងlambda 1ហើយនឹង2នេះយើងអាចដាក់រួមតែម្ដងអញ្ចឹងស្មើជាមួយនឹង4បូកដក 2e នៅលើ2អញ្ចឹងមានន័យថាយើងទទួលបាន2បូកដក1ឬក៏ e អញ្ចឹងយើងអាចតានេះជា alpha បូកជាមួយនឹង e beta អញ្ចឹង icon value របស់យើងអាចនិយាយថា spec នៃ a គឺជាសំណុំនៃ icon value ទាំងអស់ដែលមាន2បូក e ហើយនឹង2ដក e បាទអញ្ចឹងវាប៉ុណ្ណឹងគឺជាចម្លើយមួយហើយអញ្ចឹងបន្តទៀតបានគេឲ្យយើងគេនិយាយ icon space ត្រូវជាមួយនឹង icon value របស់យើងអញ្ចឹង
អូខេ ចឹងយើងរក icon space នៃ A ចាំតិចហើយខ្ញុំអូខេចឹង icon space យើងពិនិត្យលើទី1យើងតាំង lambda ទី1ចុះបាទ lambda ទី1គឺស្មើ e 2 + e បូក e តែម្ដងតែថាឬ complex ងាយបន្តិចបើស្អីយើងគេនី icon icon space គឺគេនីតែមួយវាអាចមានឬឆ្លាស់របស់វា vector ឆ្លាស់អញ្ចឹងយើងអាចងាយស្រួលក្នុងការកំណត់តាមក្រោយអញ្ចឹងរកតែមួយគឺបានទាំងពីរតែម្ដងអូខេអញ្ចឹងនៅត្រង់កន្លែងនេះ lambda ទី1គឺប៉ុណ្ណឹងហើយយើងត្រូវគេនី icon space គឺនៃ lambda ទី1ហ្នឹងឯងដែលវាជាសំណុំនៃ icon vector ទាំងអស់អញ្ចឹងយើងតាំង x ចុះ x ដូចជានេះវិញអញ្ចឹងតាំងអុយជារបស់អានេះដូចជារបស់ complex អញ្ចឹង c grade បាទតែយើងត្រូវយក a ដកជាមួយនឹង lambda e គុណជាមួយនឹងអុយហ្នឹងឯងគឺស្មើ0ជាងទម្រង់របស់យើងគឺយើងដោះស្រាយប្រព័ន្ធសមីការ homozyte នៅត្រង់កន្លែងនេះអញ្ចឹងប្រព័ន្ធសមីការនៅត្រង់កន្លែងនេះយើងយក a ដកជាមួយនឹង lambda e មុនបាទ lambda ទី1 e អញ្ចឹងមានថា a របស់យើងនៅត្រង់កន្លែងនេះគឺដកជាមួយនឹង2បូកជាមួយនឹង e គុណជាមួយ matrix ឯកតាបាទអញ្ចឹងយើងអាចឃើញនៅខាងលើគឺ1បាទ1យើងដកធម្មតាទៅបាទ2បូក e បាទអានេះដក2ហើយក៏ដូចគ្នា1នេះ3ដក2ដក e បូក e បាទអូខេអញ្ចឹងយើងសល់អានេះយើងស៊ីសងយើងសល់ដក1ដក e ដក2អានេះឃើញដូចគ្នា1យើងសល់1ដក e បាទអូខេខាងជូដេកទី1នៅខាងកន្លែងនេះយើងទាញសញ្ញាដកឬក៏គុណសញ្ញាដកចូលអញ្ចឹងយើងសល់1បូក e ដក2បូក2ហើយនេះ1ដក e បាទដើម្បីងាយស្រួលក្នុងការគណនាប្រព័ន្ធសមីការខាងលើនេះទៀតយើងអាចជួសវាចូលទៅខ្ញុំភ្លេចបញ្ជាក់ថាអុយរបស់យើងអាចថាជា vector អុយ1អុយ2ចុះហ្នឹងហើយកុំឲ្យពិបាកដោយសារខាងលើគេតាំង e grade ហ្នឹងបាទជារបស់នេះជា vector របស់ c grade ហ្នឹងហើយជារបស់ vector គឺ complex យើងទូបាន vector complex ដែរហើយ value complex vector complex ដែរហ្នឹងហើយទេអញ្ចឹងនៅត្រង់កន្លែងនេះយើងអាចថាយក a ដក lambda 1e នេះគុណជាមួយនឹង2តែម្ដងហើយស្មើ0អញ្ចឹងមានន័យថាយើងទទួលបានបាទ1បូក e 2 1ដក e អូខេគុណ1អុយយើងមានអុយ1អុយ2អញ្ចឹងទៅស្មើ0អូខេអញ្ចឹងយើងដោះស្រាយប្រព័ន្ធសមីការនេះដោយសារតែវាងាយស្រួលក្នុងការគណនាចម្លើយខាងឆ្វេងនេះ homozyte ដូចនេះយើងអាចធ្វើ row echelon form ងាយស្រួលក្នុងការកំណត់អញ្ចឹង row echelon form នៅត្រង់កន្លែងនេះដើម្បីខ្ញុំទទួលបានអានេះស្មើ1ខ្ញុំត្រូវគុណឬឆ្លាស់របស់វាអញ្ចឹងអញ្ចឹង1បូកជាមួយ e ខ្ញុំគុណឬឆ្លាស់របស់វាទៅគឺ1ដក e ហើយអញ្ចឹងអញ្ចឹងគុណទៅអ្នកនរគ្នាទទួលបាន1បាទនេះគឺដក1ដក1អស់យើងទទួលបានដក1 e grade អញ្ចឹងវាទៅជាបូក1អញ្ចឹងស្មើ2ទៅហើយបាទជូដេកទី1ចឹង2អានេះគុណជាមួយនឹងយើងទទួលបាន2គឺថាឲ្យ1ដក e ដែរខាងក្រោមនៅសល់1ដក e អូខេអញ្ចឹងនេះអុយ1អុយ2ណានៅក្នុងហ្នឹងអត់មានប្រែប្រួលទេដោយសារតែវាជាប្រព័ន្ធសមីការhomozyteអូខេបន្តមកទៀតយើងចែកអង្គសងខាងចែកនឹងជួដេកទី1និង2ដែរយើងនៅសល់1ដក e 1ហើយនេះ1ដក e បាទរយច្រឡំផងយើងអាចគណនាតែម្ដងបាទនេះខ្ញុំអត់សរសេរឲ្យទុកដំណើរចុះហ្នឹងហើយគឺអុយ1អុយ2បាទកុំកុំសេលឿនអស់អញ្ចឹងរយច្រឡំផងយើងមាន leading ទី1អញ្ចឹងខាងក្រោម leading របស់យើងត្រូវតែ0អញ្ចឹងយកជួដេកទី2ដកជួដេកទី1អញ្ចឹងយើងសល់តែជួដេកទី1ឯងអញ្ចឹងយើងមានមួយ vector ដែលជា parameter អញ្ចឹង0នេះអុយ1អុយ2មកជាមួយនឹង0គេខ្ញុំសេអត់ស្អាតទេបាទហ្នឹងហើយជាស្រេចបន្តមកទៀតបើសិនជាយើងគុណជាប្រព័ន្ធសមីការទៅយើងទទួលបានសមីការមួយប៉ុន្តែ2ញ៉ាំអុយ1អុយ2អញ្ចឹងដូច្នេះយើងមាន parameter យើងតាំង parameter មួយបាទតាំងអុយ2ដែលអត់មាន leading ហ្នឹងជា parameter ទេណាមួយអញ្ចឹងទៅអញ្ចឹងយើងគុណសមីការនេះចូលយើងបានអុយ1បាទបូកជាមួយនឹង1ដក e អុយ2បាទអញ្ចឹងស្មើ0យើងទាញអុយ1ដែលយើងអត់ស្គាល់ព្រោះយើងតាំងអុយ2តាអញ្ចឹងអុយ1របស់យើងគឺស្មើដក1ដក e អុយ2អញ្ចឹងស្មើជាមួយនឹងយើងដូរទេបាទគុណទៅអញ្ចឹងបាទដក1បូក e ទេអញ្ចឹងicon space របស់យើងគឺយើងរកឃើញហើយបាទ
ចេញសាំហ្នឹងទៀតធម្មតាទី1អញ្ចឹងគឺជាអ៊ុយហើយមានជាតិរបស់យើងគឺមានអ៊ុយ1ហើយនិងអ៊ុយ2អញ្ចឹងអ៊ុយ1អ៊ុយ2របស់យើងជួសចូលមកអញ្ចឹងយើងទទួលបានដក1បូក e ទេហើយនឹងទេបាទនៅត្រង់កន្លែងនេះយើងអាចទិញទេជាកតាព្រោះវាខ្លាចទៅជាបន្សំលីនីមួយអញ្ចឹងនៅសល់ដក1បូក e ហើយនឹង1បាទអូខេប៉ុណ្ណឹងហើយវាស្ប៉ានអញ្ចឹងវាស្ប៉ានជាមួយនឹង vector ហ្នឹងឯងបាទអញ្ចឹង vector របស់យើងគឺដក1បូក e ហើយនឹង1តែនៅត្រង់កន្លែងនេះដោយសារវាជាលក្ខណៈ complex យើងត្រូវបែងចែកចំនួនពិតហើយនឹងចំនួន limit ផ្សេងគ្នាអញ្ចឹងចំនួនពិតគឺដក1បូកជាមួយនឹង e ហើយជាចំនួន limit មាន1 0បាទនេះយើងអាចតាំងតាមក្រោយថា a ជា ab ចុះ a បូក e b ហ្នឹងបាទខ្ញុំគេនេះត្រូវបាទផ្លែប្រយ័ត្នខ្ញុំគេនេះខុសយើងមើលសមីការរបស់យើងឲ្យត្រូវហ្នឹងហើយអូខេអញ្ចឹងនៅត្រង់កន្លែងនេះចុះយើងត្រូវគេនេះ icon space សម្រាប់lambda ទី2ទេអត់អញ្ចឹងicon space សម្រាប់ lambda ទី2ដែលវាស្មើ2ដក e ខ្ញុំគិតថាមិនបាច់ទេហ្នឹងហើយអញ្ចឹង icon space សម្រាប់ទី2នេះគឺទាញយកតែម្ដងគឺដូចគ្នាទម្រង់របស់យើងបាទអ៊ុយស្មើអីប៉ុណ្្នឹងទៅបាទអញ្ចឹងអ៊ុយ1អ៊ុយ2ប៉ុន្តែយើងឆ្លាស់សញ្ញាអញ្ចឹងត្រង់កន្លែងនេះក៏ពិតខ្ញុំដាក់ span យកមកបាទដើម្បីងាយស្រួលអ្នកនរគ្នារកឃើញដូចគ្នាគឺប៉ុណ្្នឹងអញ្ចឹងយើងដាក់ span ហើយគ្រាន់តែឆ្លាស់សញ្ញាទៅបានហើយឆ្លាស់សញ្ញារបស់យើងនៅត្រង់កន្លែង complex អញ្ចឹងកន្លែងនេះគឺដក1 1អានេះបូកជាមួយនឹង e ដូចគ្នាប៉ុន្តែកន្លែងនេះយើងឆ្លាស់សញ្ញាទៅដកក៏ពិតដល់នេះដក0វាអត់មានទេព្រោះ0ដែរមានដក0ទេបាទយើងមិនសិក្សា limit ដែរជា vector អញ្ចឹងនៅត្រង់កន្លែងនេះសម្រាប់ icon space lambda ស្មើដក2គឺ2ដក e គឺយើងទទួលបានប៉ុណ្ណេះហើយយើងសរសេរ vector នេះក៏បានដែរសរសេរ vector មួយនេះជាជាងយើងសរសេរដូចអ្វីខ្ញុំបំបែកព្រោះការសរសេរបំបែកដូចខ្ញុំនេះគឺដើម្បីងាយស្រួលក្នុងការសរសេរចម្លើយនៃប្រព័ន្ធសមីការ differential ពេលក្រោយអញ្ចឹងកន្លែងនេះខ្ញុំសរសេរធម្មតាចុះអញ្ចឹងដក1ដក e នេះ1បាទស្មើអញ្ចឹងយើងសល់ដក1 1បូកជាមួយនឹង e គឺតែដក1 0បាទអូខេហ្នឹងបន្តមកទៀតហ្នឹងគឺជា icon space របស់យើងហ្នឹងសម្រាប់សំណួរ2.1តមកទៀតសំណួរដែលយើងគេនិយាយបន្តគេឲ្យយើងដោះស្រាយប្រព័ន្ធសមីការ differential x' ស្មើជាមួយនឹង i អូខេអញ្ចឹងប្រព័ន្ធសមីការhomozyte អញ្ចឹងដោយសាររឹសរបស់យើងរកឃើញនៅហើយអស់ហើយអញ្ចឹង 2.2 គឺ homozyte system បាទខ្ញុំសេកាត់ចោលបាទអញ្ចឹងx' នៃតេបាទស្មើជាមួយនឹង ax នៃតេអញ្ចឹង a របស់យើងគឺជា matrix ពីខាងលើដែលយើងបានមកអញ្ចឹងប្រព័ន្ធចម្លើយនៃប្រព័ន្ធសមីការរបស់យើងគឺបាទ x នៃតេរបស់យើងគឺស្មើជាមួយនឹងយើងថាចំនួនថេមួយចុះអញ្ចឹង x1 ចម្លើយទី1ដោយសារប្រព័ន្ធសមីការរបស់យើងទំហំ matrix នៃ a គឺទំហំ2 2 2អញ្ចឹងចម្លើយរបស់យើងគឺមាន2ដែរអញ្ចឹង C1 C2 x2 របស់យើងតែយើងសរសេរមិនទៅអញ្ចឹងអា x1 នេះគឺចម្លើយរបស់យើងគឺC1 នៃ lambda ទី1ទេហើយបន្តមកយើងមានv1 អាចថាជា icon vector បូកជាមួយនឹងC2 នៃ lambda 2ទេ v2 ប៉ុន្តែដោយសារតែរឹសខាងលើរបស់យើងនេះនៅក្នុង matrix វាមានអញ្ចឹងខ្ញុំបញ្ជាក់តិចបាទអញ្ចឹង lambda ទី1 lambda ទី2គឺជា icon value របស់ matrix A ណាហើយ v1 v2 គឺជា icon vector ដែលត្រូវជាមួយនឹងlambda នីមួយៗបាទអញ្ចឹងនៅត្រង់កន្លែងនេះដោយសារតែយើងកំណត់យើងនៅត្រង់កន្លែងនេះក៏ពិតយើងចង់បាន vector ប៉ុណ្ណាក៏បានដែរដោយសារតេរបស់យើងប្រែប្រួលជា parameter អញ្ចឹងយើងអាចរើសតម្លៃតេជួសចូលទៅក្នុងហ្នឹងយើងអាចរើសតេ2 3 4 5ដក1ដក2ដក3ដក4ដក5អាហ្នឹងអាស្រ័យតែអ្នកនរគ្នាចង់គេងារដោយសារនៅក្នុងសំណុំបែបនេះយើងអាចរើសតេរបស់យើងតេរបស់យើងអាចស្មើ0អញ្ចឹង vector របស់យើងអាច0ដែរអូខេអញ្ចឹងចម្លើយ x1 របស់យើងនៅត្រង់កន្លែងនេះគឺស្មើx1ដោយសារតែកន្លែងនេះវាជារឿង complex អ
này lambda thì 1 lambda thì pi của dương cứ chia rực complex được chưa dương từ tu bản chân lambda thì 1 của dương ở đây nhầm dây lambda tu tới và cứ smile cho mùi nâng alpha bộ y bà tá chân smile cho mùi nâng pi bộ đỏ y chân viêm tư từ miền xoay cốt hai nâng xoay cốt hai nâng cột xin chân ra lại những bạn ở phải cùng mọi dưới cứ pi tế ai là tăng lại đấy dương miền AB chân AB là tăng lại đấy dương một pi vector của bố dương kiện đi mà tăng lại như vậy chân A B chân dương ban A B mình sẽ dùng một món chân chỉ muối rồi con làm đá này tế rồi làm đá với dương là tăng lại ní cực chia được mình làm đá mà alpha này alpha này tế thì dương đặt lại ní cứ A A cô ba ta tế đây những đặt sinh nhà đó này bế xin phòng nặng xin ba ta tế ok chúng lại thì mùi và dưới cứ smart nâng chẳng việc chua tất phải cuốn alpha ban trên mà bị rừng này ai cần vào dưới chẳng bị tế này a bây giờ là tăng lại ní cứ đỏ muối nếu như đã cốt bà tá chân bà tá và dưới cứ muối chẳng tế đây sinh nhà đỏ chân muối sồn chân nhưng vô ảo Peter của bộ này dân đồ khởi nhá này vô màu kích chân lý xin tệ bớt sẽ đọc như khởi từ lúc bao nhiêu đôi khi chúng mình năng ti Peter TP đi dân vô mà chu đôi khi này còn thà review không cao sẽ bớt sẽ những kiện này icon ở kia nó ao dân kiện này icon bao nhiêu icon spec phần đủ nên đấy cái ao kiện này của con phải cao tầm đó chân như ai kiện này rồi tại icon spec không icon value rồi bỏ mà tuy A để chia cùng một bên nâng tầm đón tới dân lô khơi vector AB sầm rập giờ xây chung lại tạm thôi XP các bạn chẳng là đi sẽ còn alpha tế này dương đâu slash vĩnh đời chia ní với cô và ta tế thì tôi chỉ bố A này cho này xin và ta tế cái này A cho nhìn chua tới và chân phải con pi tế nhưng mà mùi số cột này tế bột cho mùi này đỏ mùi muối xin này tệ rồi coi dân ảnh bột sọc trâu thì tới dân khơi nhà này bị chia thì mà phải con pi tế những bột tăng lại này trâu tới dân tụ bán đỏ cốt đỏ xin chân đỏ cốt này tế đỏ xin này tế này thằng trao là sao cột tệ này lý về con pi tế dương tụ bán cô tế đỏ xin tế này đỏ xin tế hay nâng xin tệ khăn tàu okay. Chân trong lại với dưới cứ mà xe muối và thì con pi tế ai tiền chỉ cần tá cả bất dương ai tiền chỉ cần tá ở tại món thì con pi tế con cho mùi nâng xe muối ní cho mùi nâng ít muối hai tới chân dương tụ bán và bột chụp nhà hai món mà bột tạm đó tới dương tụ bán cốt tạm cốt xin làm xin ấy những tu bàn độ xe muối bột cho mùi xe phí cột tế nên đặt nhào bột lái vàng trắng xe muối độ xe phí xin tệ thằng tráo như tu bàn xe muối cột tế bộ cho mùi nâng xe phí xin tệ cái này cứ chia chùm lái như con máy ca bỏ dưới đài xe mùi hay nâng xe phí với dưới cứ chia chùm lái chia chùm nún cốt nam mùi và rồi gọi chia chùm nún này bất chùm tục bất nam mùi cho nên cứ cả nó sai xong này con máy ca hồ một sát bật sân chi dương đô khơi icon vào you nâng icon vector gọi icon spec và icon spec cứ chia chùm nôm này icon vector gọi chân đôi nhưng mà chạy càng lớn thà t với dưới này rơi của máng của anh đây mà tại sao vì chip paramet cái snow tí bấy cứ những đọc sai của con máy gan nâng hồ màu sát để cái ao màu cho nên mình đi từ phần tổng bộ tiếp ok cho nên cái ao màu phân nâng ok đọc sai của con máy gan nâng hồ màu sát mình chẳng chùm lõi tú tớ đúng không chùm lõi nâng hồ màu sát với dương cứ dương miền và x tế cứ smile cho mùi nâng xh h bộ cho mùi nâng xp chân XH bây giờ mấy nó cứ chỉ chùm lại homo dài chân là đi chỉ chùm lại homo sáng homo anh ấy cứ chỉ chùm lại particular từ vào chùm lại vi sai bây giờ
particular solution អញ្ចឹងយើងនៅសល់តែរកតែ xp អញ្ចឹង xp របស់យើងនៅត្រង់កន្លែងនេះយើងអាចប្រើតាមវិធីសាស្ត្រ undetermined coefficient undetermined coefficient ដើម្បីយើងអាចរកបានអញ្ចឹងយើងឃើញថា xp របស់យើងនៅត្រង់កន្លែងនេះវាគួរតែមានទម្រង់ដូចជាមួយនឹង bt អញ្ចឹង xp គួរតែមានទម្រង់ដូច xp អញ្ចឹងសំណុំ bt របស់យើងនៅត្រង់កន្លែងនេះគេឲ្យមកស្មើជាមួយនឹង1ដក t 2t អញ្ចឹងវាជាលក្ខណៈពហុធាតុអញ្ចឹងយើងបំបែកជាទម្រង់ពហុធាតុដែរអញ្ចឹងឧទាហរណ៍នៅត្រង់កន្លែងយើងមាន0 1 បូកជាមួយនឹងទី t ចេញក្រៅយើងទទួលបានដក1 2អញ្ចឹងជាទម្រង់ពហុធាតុ degree ទី1ដូច្នេះ xp របស់យើងមានរាងដូចជាពហុធាតុ degree ទី1ហើយវាចម្លើយ xp នេះគឺអត់មានជាន់ជាមួយនឹងចម្លើយx hat របស់យើងឯងដោយសារតែ x hat វាជាលក្ខណៈ complex អូខេអញ្ចឹងនៅត្រង់កន្លែងនេះខ្ញុំអាចសរសេរថា a0 b0 បូកជាមួយនឹង t am 1 b1 បាទខ្ញុំសរសេររៀងទូទៅដូចជាមួយនឹង bt អញ្ចឹងខ្ញុំត្រូវរកបាទ x prim នៃ p ស្មើម៉ែនដើម្បីខ្ញុំជួសជុលទៅក្នុងប្រព័ន្ធសមីការនេះទៀងទាត់ទាញរក a0 a1 b0 b1 អញ្ចឹង derivate ទៅយើងនឹងសល់តែ a1 b1 ទេបាទអញ្ចឹងយើងផ្ទឹមយើងមានន័យថាផ្ទឹមទៅសមីការនឹង homoset ដែលមាន x p prim នៅត្រង់កន្លែងនេះស្មើជាមួយនឹង a x p នៃ t បូកជាមួយនឹង bt អញ្ចឹងយើងដាក់ចូលទៅយើងទទួលបានបាទ a1 b1 ស្មើមកទីរបស់យើងគឺ1ដក2 1 3បាទហើយxp របស់យើងនៅត្រង់កន្លែងនេះដោយសារមានទម្រង់2អញ្ចឹងអ្នកនរគ្នាអាចបូកវាឲ្យតែម្ដងក៏បានដែរអញ្ចឹងខ្ញុំបូកចូលទៅជាលក្ខណៈ a0 បូកជាមួយនឹង a1t ហើយនឹង b0 បូកជាមួយនឹង b1t បាទនេះជាលក្ខណៈវិទៅជួឈរតាមមួយជួឈរណាពីជួដេកបូកជាមួយនឹង bt របស់យើងគឺ1ដក t ហើយនឹង 2t អូខេអញ្ចឹងយើងផ្ទឹមទៅបាទខាងឆ្វេងស្មើខាងស្ដាំអញ្ចឹងយើងគុណប្រព័ន្ធសមីការសិនយើងបាន a1 b1 នេះយើងគុណទៅបាន a0 បូក a1 t ដកជាមួយនឹង2ដងនៃ b0 ដកជាមួយនឹង2ដងនៃ2b1t អានេះយើងបូកហើយអញ្ចឹងយើងបូកជាមួយនឹងដកបូក1ដក t អូខេអានេះគុណដូចនេះយើងទុកបាន a0 បូកជាមួយនឹង a1t បូកជាមួយនឹង 3b0 បូកជាមួយនឹង 3b1t ហើយយើងបូកជាមួយនឹង 2t ខាងក្រោមហ្នឹងហើយអញ្ចឹងខាងឆ្វេងស្មើខាងស្ដាំហ្នឹងហើយចាំយើងគិតជាលក្ខណៈ degree ក៏បានដែរអញ្ចឹងយើងអាចទាញអានេះអ្នកនរគ្នាអាចបាច់តែម្ដងក៏បានដែរt តាម t យើងគិតជាលក្ខណៈពូទៀត a1 b1 ស្មើអានេះខ្ញុំគិត degree ទី0មុនជាង a0 ដក 2b0 បូក1នេះសល់ t តាមក្រោយអញ្ចឹងនេះសល់ a0 បូកជាមួយនឹង 3b0 អត់មានទេបាទអញ្ចឹងនេះអស់ហើយបូកជាមួយអានេះយើងទាញ t តាមក្រោយអញ្ចឹងសល់ a1 ដក 2b1 ហើយនឹងដក1កន្លែងនេះ t ណាយើងទាញតាមក្រោយអញ្ចឹងសល់ a1 ដែរបូកជាមួយនឹង 3b1 ហើយបូកជាមួយនឹង2អញ្ចឹងផ្ទឹមទៅយើងទាញបានទាញបានសមីការរបស់យើងមាន4ទីnào khiមើលឃើញតែ2បាទខាងឆ្វេងស្មើខាងស្ដាំអញ្ចឹងនេះ degree ទី0ស្មើ degree ទី0 degree ទី1ស្មើនឹង0អញ្ចឹងយើងអាចថា a1 degree ទី1មុនដក 2b1 ស្មើ1ស្មើ0ចំណុចដក1ស្មើ0និង a1 បូក 3b1 បូក2ស្មើ0អានេះដូចគ្នាអញ្ចឹង a0 ដក 2b0 បូក1ស្មើជាមួយនឹង a1 ហើយនឹង a0 បូកជាមួយនឹង 3b0 ស្មើជាមួយនឹង b1 អូខេអញ្ចឹងយើងដោះស្រាយសមីការខាងលើ2មុនអញ្ចឹងសមីការខាងលើ2នេះយើងងាយស្រួលក្នុងការកំណត់ទេយើងយក2នឹងដកគ្នាចេញទៅយើងទទួលបាននេះយក2នេះដកគ្នាចេញយើងទទួលបានដកទៅយើងទទួលបានដក 5b1 ដក 3ស្មើ0ដូច្នេះយើងទាញបាន b1 របស់យើងគឺស្មើជាមួយនឹង3ដក3លើ5អូខេចឹងយើងអាចជួសជុលទៅក្នុងនេះបាន
យើងចុះរកជាមួយនឹង A1 វិញអញ្ចឹងA1 របស់យើងស្មើជាមួយយកស្មីកាន់ទី1អញ្ចឹង1បូកជាមួយនឹង2 B1 បាទចុះចូលទៅ1ដកជាមួយនឹង6លើ5បាទអញ្ចឹង5នៅសល់ដក1លើ5អញ្ចឹង A1 B1 រកឃើញយើងអាចចុះចូលទៅក្នុងស្មីការ2ខាងក្រោមទៀតដើម្បីរក A0 ហើយនឹង B0 ដូច្នេះយើងចុះមកយើងទទួលបាន A0 បូក 2B0 នេះខ្ញុំយក1មកខាងឆ្វេងណៃដល់ស្រាប់ណៃអញ្ចឹងជួប A1 អញ្ចឹងដក1ទៅលើ5ដក1ទៀតបាទអញ្ចឹងវាទៅជាដក6លើ5ហើយមួយទៀតគឺ A0 បូកជាមួយនឹង B0 គឺស្មើជាមួយនឹងដក3លើ5បាទអញ្ចឹងយកពីនេះដកគ្នាទៀតយើងទទួលបានអូខេអញ្ចឹងដក 5B0 ស្មើអានេះចេញមកបានបូកជាង3អាខាងលើនេះដកអញ្ចឹងវាសល់ដក3លើ5ចែកអង្គសងខាងជាមួយនឹង5យើងទទួលបាន B0 នេះសម្រួលទៅយើងសល់3នៅលើ25អញ្ចឹងយើងអាចទាញរក A1 ចេញពីសមីការមួយនេះបាទខ្ញុំធ្វើរៀងញ៉ៃទៀតបាទ0ស្មើជាមួយនឹងដក3នៅលើ5ដក3 B0 បាទអញ្ចឹងដក3នៅលើ5បាទដក3ទៀតវាទៅជា9លើ25បាទអញ្ចឹងនេះគុណថែម5 15បូកជាមួយនឹងដក9វាទៅជាដក24អញ្ចឹងដក24នៅលើ25ហើយយើងរកឃើញ A0 B0 អីអស់ហើយអញ្ចឹងយើងអាចរកឃើញ XP អញ្ចឹង XP នៃតេរបស់យើងគឺស្មើយើងអាចសេរួមតែម្ដងគឺ A0 បូកជាមួយនឹង A1 តេ B0 បូកជាមួយនឹង B1 តេបាទអញ្ចឹងនៅក្នុងកន្លែងនេះយើងអាចជួសចូលទៅបាទខ្ញុំទាញ1នៅលើ25យកតែម្ដងបាទ1នៅលើ25ជាកតាអញ្ចឹង A0 របស់យើងគឺស្មើជាមួយនឹងដក24បូកជាមួយនឹង A1 របស់យើងក៏ដកដែរអញ្ចឹងវាស្មើជាមួយនឹងដក5ទេសម្រាប់ B0 គឺស្មើជាមួយនឹង3លើ25អញ្ចឹងសល់3អានេះ B1 ក៏ដកដែរអញ្ចឹងដក3ទៅជាគុណនឹង5វាទៅជាដក15ទេយើងទីអញ្ចឹងតែម្ដងអញ្ចឹងចម្លើយនៃប្រព័ន្ធសមីការរបស់យើងគឺអានេះដូចជាអស់ទៅដែរហើយបាទនៅតាមបាទ x នៃតេរបស់យើងចម្លើយគឺ x ហាស់នៃតេបូកជាមួយនឹង xp អញ្ចឹង x ហាស់របស់យើងគឺស្មើអញ្ចឹងខ្ញុំទៅខាងវិញដែរនេះដើម្បីទៅពុកពីចម្លើយទូទៅរបស់យើងតែមានស្រាប់អញ្ចឹងនេះគឺជាអ្វីដែលយើងអាចយកមកប្រើបានណាអូខេពីយើងទៅក្នុងឆ្វេងដៃស្ដាំដៃយើងជួសនេះចូលsorry នេះវាអារូតិចបាទអូខេតមកទៀតយើងជួសចម្លើយ XP វាយើងចូលដាច់ចឹងទៅមកដាច់មែនអូខេមកបាទនេះដោយសារយើងពុកពីចឹងទៅវាអត់សូវមើលឃើញណាអូខេអញ្ចឹងដែល C1 C2 របស់យើងនៅតែជាចំនួនថេរដែរអានេះគឺជាចម្លើយរបស់ non homo sans សរុបកម្មរបស់ប្រព័ន្ធស្វ័យការទីប្រងឆារបស់យើងទីទី1អូខេអញ្ចឹងសង្ឃឹមថាអ្នកនរអាចយល់បាទអញ្ចឹងវីដេអូរបស់យើងនេះគឺមានតែប៉ុណ្្នឹងឯងសម្រាប់ part 2សម្រាប់ដោះស្រាយស្វ័យការប្រព័ន្ធស្វ័យការមួយនេះហ្នឹង